ចូលមកកាន់រមាំងទី5នៃវិញ្ញាសាទី2កំណត់តម្លៃ x ដើម្បីឲ្យកន្សោមមួយនេះคล้ายទៅជាចំនួនគត់វិជ្ជមាន x ការ៉េបូក 2x បូកឲ្យ13ហ្នឹងទៅចែកជាមួយនឹង x បូក1សិនតើវាបានប៉ុន្មាននៅពេលដែលយើងយកវាទៅចែកយើងនឹងទទួលបានចម្លើយ x បូក1បូកឲ្យ12នៅលើ x បូក1ដើម្បីឲ្យកន្សោម x ការ៉េបូក 2x បូក13នៅលើ x បូក1คล้ายទៅជាចំនួនគត់វិជ្ជមានលុះត្រាតែយើងយកតម្លៃ x ណាដែលធ្វើឲ្យ2ចែកដាច់ទៅនឹង x បូក1ដូច្នេះតម្លៃដែលយើងអាចយកបាននៅទីនេះគឺ x មានតម្លៃ0 1 2 3 5ហើយនឹង11ថាហេតុអីបានយើងអាចយកតម្លៃប៉ុណ្ណឹងបានយើងពិនិត្យមើលទៅលើ12នៅលើ x បូក1អ្វីដែលយើងចង់បានគឺកន្លែង x នេះប្រសិនបើយើងយក x ស្មើ0នោះមានន័យថាយើងយក12ចែកទៅនឹង0បូក1 0បូក1ស្មើ1 12ចែកនឹង1គឺបាន12រីឯ x ស្មើ1វិញគឺមានន័យថា12ចែកទៅនឹង1បូក1ស្មើ2 12ចែកឲ្យ2បាន6ដូចគ្នាដែរចំពោះ x ស្មើទៅនឹង11នោះយើងបាន12នៅលើ11បូក1 11បូក1បាន12 12ចែក2 1សរុបមកវិញលេខដែលយើងយកលេខ0លេខ1លេខ2លេខ3លេខ5និងលេខ11សុទ្ធសឹងតែធ្វើឲ្យ12ចែកទៅនឹង x បូក1ដាច់ហើយវាជាចំនួនវិជ្ជមានទៀតអញ្ចឹងទើបយើងយកតម្លៃ x នៅក្នុងចម្លើយទាំងអស់ហ្នឹងចូលមកកាន់រមាំងទី6ជាប្រភេទលំហាត់សំណុំដែលកគេឲ្យយើងរកធាតុនៃសំណុំ a បន្សល់ b តាមរយៈការរៀបរាប់ឈ្មោះធាតុហើយនៅទីនេះគឺយើងស្គាល់នៅសំណុំ a គឺមានធាតុ2 4 6 5 3និងសំណុំ b មានធាតុ1 2 3ហើយនឹង6នោះយើងបានសំណុំ a បន្សល់ b គឺជាប្រភេទសំណុំដែលធាតុរបស់ a ក៏មានធាតុរបស់ b ក៏មានដូច្នេះសំណុំ a បន្សល់ b គឺមាន2ហើយនឹង6ចូលមកកាន់ទំនួលខរកចំនួនធាតុនៃ a ប្រជុំ b ដែលយើងត្រូវយកនោះគឺយកធាតុដែលមាននៅក្នុង a ឬធាតុដែលមានក្នុង b រីឯធាតុណាដូចគ្នាយើងយកតែម្ដងដូច្នេះយើងបាន a ប្រជុំ b គឺមាន1 2 3 4 6ហើយនឹង8រីឯចំនួនធាតុយើងតាំងដល់អក្សរ n តូចនៃសំណុំ a ប្រជុំ b យើងរាប់ចំនួនធាតុដែលយើងមាន1 2 3 4 5 6ដូច្នេះចំនួនធាតុនៃ a ប្រជុំ b ស្មើនឹង6រមាំងទី7ដោះស្រាយសមីការតាមវិធី discriminant ដោយវិធីនេះគឺយើងតាំងដោយ data ស្មើនឹង b ការ៉េដក 4ac a គឺជាមេគុណរបស់ x ការ៉េ b មេគុណរបស់ x និង c គឺតម្លៃលេខសុទ្ធនេះនោះយើងបាន b គឺដក10លើកជាការ៉េដក4គុណឲ្យ a គឺ1គុណឲ្យ c គឺ21ដក10លើកជាការ៉េស្មើ100ដក4គុណឲ្យ21គុណឲ្យ1គឺបានដក84 100ដក84នៅសល់16យើងរកឫស data ស្មើនឹងឫសនៃ16បញ្ចេញបាន4 x1 ស្មើនឹងដក b ដកឫស data លើ 2a b គឺដក10ដកគុណដកបានបូកវិញដកឫស data គឺ4នៅលើ2គុណ a គឺ1 10ដក4បាន6 2គុណឲ្យ1បាន2 6ចែក2បាន3 x មួយទៀតគឺដក b បូកឫស data លើ 2a ស្មើនឹង10បូកឲ្យ4នៅលើ2គុណឲ្យ1 10បូក4បាន14ចែកឲ្យ2ស្មើ7ដូចនេះ x ស្មើ3និង x ស្មើ7ជាឫសនៃសមីការចូលមកកាន់លំហាត់ខដែលមានសមីការ
2e x ការ៉េដក x បូក 2e ស្មើ0យើងបាន data ស្មើ b ការ៉េដក 4ac ដែល b គឺដក1យកមកលើកជាការ៉េដកឲ្យ 4a គឺ 3e c គុណឲ្យ 2e ដក1លើកជាការ៉េបាន1ដក4គុណឲ្យ 3e ហើយគុណឲ្យ 2e ទៀតយើងបានដក 24e ការ៉េដោយឡែក e ការ៉េស្មើនឹងដក1យើងបានបូក24វិញបូកចូលគ្នាស្មើ25យើងរកឫស data ស្មើនឹងឫសនៃ25បញ្ចេញបាន5 x1 ស្មើនឹងដក b ដកឫស data នៅលើ 2a ស្មើ1ដកឲ្យ5លើ2គុណឲ្យ a គឺ 3e 1ដក5បានដក4 2គុណនឹង 3e បាន 6e យើងសម្រួលនឹង2ចោលបានដក2នៅលើ 3e ហើយយើងគុណនឹង e ថែមដើម្បីបំបត្តិ e នៅភាគបែងយើងបានដក 2e លើ 3e ការ៉េ e ការ៉េស្មើដក1យើងសម្រួលដកចោលនៅសល់2លើ 3e x2 ស្មើដក b បូកឫស data នៅលើ 2a បាន1បូកឲ្យ5នៅលើ2គុណនឹង 3e 1បូក5បាន6នៅលើ 6e យើងសម្រួល6ចោលសល់1លើ e បន្ទាប់មកយើងគុណថែម e យើងបាន e នៅលើ e ការ៉េ e ការ៉េស្មើដក1ទៅជាដក e វិញដូចនេះ x ស្មើ2លើ 3e និង x មួយទៀតស្មើដក e ជាឫសនៃសមីការ